មិនមែនត្រឹមតែពលរដ្ឋនិងសារព័ត៌មានឥណ្ឌាទេដែលបានរិះគន់នឹងថ្កោលទោសថៃចំពោះទង្វើដ៏អាក្រក់ដែលផ្ដួលរំលំរូបសំណាកព្រះវិស្ណុនៃសាសនាព្រហ្មញ្ញប៉ុន្តែពេលនេះពិភពលោកទាំងមូលបានដឹងឮនឹងស្ដីបន្ទោសថៃសម្រាប់សកម្មភាពដ៏កក្លឿននេះទាំងសារព័ត៌មានឥណ្ឌានិងសារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយជាមួយនឹងចំណងជើងធំដែលដាក់ការស្ដីបន្ទោសថៃចំថាបានប្រព្រឹត្តទង្វើគ្មានការគោរពនិងឲ្យតម្លៃដល់សាសនាម្យ៉ាងការផ្សាយរបស់សារព័ត៌មានអន្តរជាតិអំពីរឿងនេះបានសបញ្ជាក់យ៉ាងច្បាស់ថាថៃជាអ្នកឈ្លានពានកម្ពុជាហើយក៏បកស្បែកមុខថៃឲ្យពិភពលោកឃើញថាជាតិសាសន៍នេះអាក្រក់ជួយជាតិប៉ុណ្ណាផងដែរជុំវិញរឿងនេះក្រសួងការបរទេសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍រួចហើយដោយថ្កោលទោសថៃចំពោះទង្វើដែលមិនអាចទទួលយកបាននិងការកំទេចរូបសំណាកព្រហ្មញ្ញសាសនាក្នុងសេចក្តីថ្លែងការណ៍ចុះនៅថ្ងៃទី24ខែធ្នូឆ្នាំ2025អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោកស្រីរ៉ាន់ឌីចៃស្វាល់និយាយថាយើងបានឃើញនៅរបាយការណ៍ស្តីពីការកំទេចរូបសំណាកនៃព្រហ្មញ្ញសាសនាដែលទើបកសាងឡើងក្នុងពេលថ្មីនិងមានទីតាំងស្ថិតនៅតំបន់រងផលប៉ះពាល់ដោយសារចំនួនព្រំដែនកម្ពុជាថៃដែលកំពុងបន្តកើតមានទេវរូបនៃសាសនាព្រហ្មញ្ញនិងព្រះពុទ្ធត្រូវបានទទួលនៅការគោរពសក្ការៈយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ប្រជាជននៅទូទាំងតំបន់ដែលនេះគឺជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមគ្នារបស់យើងទោះបីជាមានការទាមទារកម្មសិទ្ធិលើទឹកដីក៏ដោយក៏សកម្មភាពដែលខ្វះការគោរពបែបនេះបានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនិងមនោសញ្ចេតនារបស់អ្នកដើរតាមសាសនានៅជុំវិញពិភពលោកហើយសកម្មភាពបែបនេះមិនគួរកើតមាននោះទេយើងសូមទទូចម្ដងទៀតដល់ភាគីទាំងពីរឲ្យត្រឡប់មករកកិច្ចសន្ទនានិងផ្លូវការទូតវិញដើម្បីស្ដារសន្តិភាពនិងជៀសវាងការបាត់បង់ជីវិតមនុស្សបន្ថែមទៀតក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិនិងបេតិកភណ្ឌផងដែរកាលពីថ្ងៃអង្គារលោកវិចាយាស័យរ៉េឌឌីអតីតសមាជិកសភាក៏បានហៅការបំផ្លិចបំផ្លាញនេះថាជារឿងដែលមិនអាចទទួលយកបាននៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ផងដែរលោកថែមទាំងប្រមានថាការវាយប្រហារលើកេរដំណែលសាសនាក្រោបលេសនៃចំនួនទឹកដីគ្រាន់តែបង្ហាញឲ្យឃើញពីការខ្វះការអត់ឱនប៉ុណ្ណោះលោកសរសេរថាទោះបីត្រូវបានដាក់ដោយកម្ពុជាឬមិនមែនក៏ដោយការវាយប្រហារលើចំនួននិងកេរដំណែលមិនអាចយកមកធ្វើជាលេសបានឡើយលោកបានគូបញ្ជាក់ថាទាំងថៃនិងកម្ពុជាសុទ្ធតែជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាភាគច្រើនប៉ុន្តែប្រវត្តិសាស្ត្របានកត់ត្រាទុកនៅការធ្វើទុកបុកម្នេញដដែលលើប្រាសាទព្រហ្មញ្ញសាសនានិងការប៉ុនប៉ងលុបបំបាត់ចោលគ្មានសាសនាណាដែលបង្ហាញពីសន្តិភាពរបស់ខ្លួនតាមរយៈការបំផ្លាញជំនឿសាសនារបស់អ្នកដទៃនោះទេទោះជាបែបនេះនាយករដ្ឋមន្ត្រីថៃអនុទានឆាន់វរៈកុលឥតខ្វល់ឡើយហើយបោះសម្ដីយ៉ាងលយថាហេតុការណ៍នេះមិនគួរយកទៅប្រៀបធៀបជាមួយនឹងការរងរបួសដែលទាហានថៃបានទទួលរងក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នានាពេលថ្មីនោះទេអនុទាននិយាយនៅថ្ងៃប្រហ័សទី25ខែធ្នូឆ្នាំ2025នេះថារូបសំណាកដែលត្រូវបានបំផ្លាញមិនអាចយកទៅប្រៀបធៀបជាមួយនឹងដៃជើងដែលទាហានរបស់យើងបានបាត់បង់នោះទេហើយក៏មិនអាចប្រៀបធៀបទៅនឹងទង្វើប្រមាថសាសនាដែរខ្ញុំមិនធ្វើការប្រៀបធៀបបែបនេះទាល់តែសោះអនុទានបានលើកឡើងថាក្តីបារម្ភចម្បងរបស់លោកគឺសុវត្ថិភាពរបស់កងទ័ពថៃដែលកំពុងប្រតិបត្តិការតាមបណ្ដោយព្រំដែនដោយយោងទៅលើការគំរាមកំហែងពីក្របមីននិងហានិភ័យយោធាដែលកំពុងបន្ត